mơ thêm comparison lên game 3.2 3.6 LED game 4.4 สำหรับ LED game របស់ Galaxy Legend 5.6 ប៉ុន្តែ damage potential សម្រាប់ Galaxy Legend មានរហូតដល់ទៅ 6.4 លើសពីកបៀបបាទ Survival Ability 7.6 ព្រោះដោយសារគេមានជាមួយនឹង Luigi បាទ Crowd Control សម្រាប់ខាង Galaxy Legend ក៏ធំជាងដែរបាទ 6.8 ទល់នឹង 5.6 បាទខុសគ្នាតែមួយកបៀប2ទេបាទ2គ្រាប់បងបាទចូលទៅ2គ្រាប់យ៉ែមួយនេះជាមួយនឹង Valentina របស់ Bimo រៀងគៀងណាស់ចាំមើលបើសិនជាគាត់រោ map CK បានគាត់អាច copy បានតែបើរោអត់ឃើញគេ high map គេលេងរៀង defensive ពិបាករោ map គេ copy កាដេនសាហ្នឹងហើយបាទអញ្ចឹងក៏សូមស្វាគមន៍មកកាន់ការប្រកួតជាមួយនឹងជំនួបរវាង Teammate ប៉ះជាមួយនឹង Galaxy Legend នៅក្នុង game ទី 3 អាចនឹង 3-0 ឬក៏ comeback Israel ពី Teammate ក៏យើងមិនតន់ដូចគ្នាបាទចឹងយើងក៏បំភ្លេចដូចគ្នាជាមួយនឹងទូរស័ព្ទដៃ Infinix Note 50 Pro Series ជាមួយនឹងល្បឿនលឿនកប់សេរីនេះជាមួយនឹងការសាក់ថ្មក៏លឿនដូចគ្នាល្បឿន90 W យកតែម្ដងត្រូវជាមួយនឹង gamer និយាយទៅ gamer គឺបានទូរស័ព្ទនេះដូចបានអ្វីដែលពិសេសយកហ្មងអញ្ចឹងលេង Mobile Legends គឺ smooth ញាក់បាទលេងមើលមានអ្នកឆ្នៃអត់ដូចជាអត់មានលេងអត្ត speed S1 ក៏យកអត្ត speed ដើម្បីគេ speed speed fire early game ទូរស័ព្ទ early game អា Fast ហ្នឹងវាមានអា skill ចាក់ជួចមួយណាវារៀងយឺតអញ្ចឹងគាត់ពឹងទៅលើបែរស្រាតដើម្បីហ្វាមទៅលើសត្វព្រៃបាទអញ្ចឹងដូចជា emblem អត់មានតែគេឆ្នៃអេសេងទៀតដូចគ្នាបើសម្រាប់ Bimo គាត់លេងជាមួយនឹងទី1គាត់លេងកាត់ cooldown អូលេង freeland ណា freeland មួយគាត់លេង freeland លេងបិទ level ទៅលើ CK ណាបាទ early Valentina យើងហ្នឹងគេភពច្រើនដែរបាទគេភពឈឺដែរបាទចឹងភ្លាមនៅក្នុងហ្គេមទី3នេះដែលជាហ្គេមកាត់ក្តីថាតា 3-0 ឬ 1 ក៏មាន ដឹង flow ទៀតគេដឹងថា flow ហើយយ៉ាងហ្នឹងដឹងថា early game អាម៉ាន់ទីជាងហ្នឹងដឹងថា pick up kill ហើយទី1គេឲ្យ Valentina ផោកជាមួយនឹង CK ក៏ដឹងដូចគ្នាសុខចិត្តតែគេបាត់ lane ប៉ុន្តែគាត់ចាំកន្លែងហ្នឹងបើសិនជា CK ហ៊ានតែសម្រេចចិត្តចេញមក clear នៅ mid lane សាកចូលមកដល់កន្លែងហ្នឹងយក first blood យកមកតែគេដឹងឃើញ lane គាត់ដើរមក mid lane អត់ម៉ៃជើយចាប់ flow ដឹងខ្ទេចជាមួយនឹង Fatal ព្រាមFatal យកតាមដល់ពីសំណាក់ជាមួយនឹង Waterman របស់ Lin ដូចគ្នាផងដែរ level 4ចំណែកឯ Sato ក៏ level 4ដូចគ្នាដែរក្នុងការបុកវាយព្រាមចាប់បុកវាយទៅលើកដេសាចាក់ធួនបុកបោកយកតាមដល់ប៉ុន្តែក្លែងទៅមើលខាងក្នុងនេះក៏វាជាមួយនឹង King Area Link លោតជន់ជាមួយនឹងការខៃព្រាមព្រី Lin ជាអ្នកជួយយកមកជាមួយនឹង Sato ទី1ដូចគ្នាផងដែរ King Area នៅតែបន្តជួយនឹងការដាក់មកកបិតមហានេះមួយផ្ដាច់ជីវិតទៅលើ Cypher បាត់ហើយ early game communication teammate អត់មានអ្នកណាមើលទៅលើ CK ទេតែឈ្មោះវាយទៅលើតែការដេនសានិង Shadow ទេអ្វីដែលសំខាន់ជាមួយនឹង Lin មិញ free ជាមួយ Total មួយទៀត free Total បូក free kill ហាក់ដូចជាចំណេញមែនតើជាមួយនឹង Galaxy Legend ទៀតព្រាមជាមួយនឹងការចូលទៅ control objective យកតែម្ដងពី Lane យកបានទេចាប់ធួនបោកយកតែម្ដងប៉ុន្តែដូចជាអត់មានប្រើប្រកបបានទេបោកវាយកាក់ទេប៉ុន្តែមានការដាក់ថយ teleport ថយបានដែរទេ teleport បាយដងមីតបាត់ហើយនោះគេឈោចាំហ្នឹងគេដឹងថាដើម្បីវាយគេអត់ដាច់ហ្នឹងកាដេនសាបាទសាវសាហាយកមកទាំងសាក់ស៊ូចង់ឈ្មោះទៅ backline ក៏អត់បានគឺកាដេនសាឈប់បិទចោលយកមកឈប់ពាំងហ្មងអាចក្រោះអានេះធម្មតាគេថ្ងៃនេះបាក់ឡែនដែរទេភ្លាមជាមួយនឹងការកោបោកវាយយកតែម្ដងជាមួយនឹងបាញ់យកពី Shadow ឈឺដែរនេះមិនមែនគេហៅថាឈឺចាប់បោកវាយគោះបោកយកតែម្ដងជាមួយនឹងការទីលោទៅវាយយកតែម្ដងវាយអត់ដាច់ទេបើគេច្រើនណា mid lane ព្រាម mid lane មានការផុសទៀតដូចគ្នាដែរកដេនសាយ៉ាងមិនដែរមានការបាញ់ព្រេពី Vicky ដូចគ្នាតែនិយាយហ្នឹងCypher គាត់លេង focusing មកហើយណាគាត់លេងជាមួយនឹង emblem ជាមួយemblem 2បើលេង focusing មកមិញអាចនឹងលេងដាច់អាពេលដែល team fight នៅខាងក្រោមមកពេលដែលបោកអាពេលបោះវាយបើលេង focusing មកអាចដាច់ព្រោះដោយសារវាមាន damage ដែរណា yes តែអត់លេងយើងក៏ដឹងដូចគ្នាព្រាមមានការ save lane ឆែក map ដូចគ្នាព្រោះសារ game មានជាមួយនឹងវត្តមានរបស់ hero Luigi អញ្ចឹងគេឆែក map វិញច្រើនបាទចឹង total មានការ spawn មកដូចគ្នា total ជាមួយនឹង10វិនាទីទៀតចាំមើលថា total ទី1មិញខាង team អ្នកយកGalaxy អ្នកយកចាំមើលថា total ទី2មើលកលេងមើល level 7ស្មើណាប៉ាន់គ្នា តាមលឿនណាយ៉ាប៉ាន់គ្នា game នេះ flow លេងបាទ
អត់សូវ aggressive ប្រហែលទេតែមើលជាមួយថតទី2មួយនេះតែណាមិនជាមួយ minimap เป็นការហ្វាមលឿនមែនតើជាមួយនឹងលេនបាន2 burst mid lane ហើយតែលេងបុកផាសថលហើយតែលេងតែងទីចង្កឡចឹងតែផាសថលហើយយកតនបើយកគេ5នាក់ហើយយកអូកុំពីវាយមកបុកវាយឆាប់ខ្លួនភ្លាមគិញអីនេះអញនឹងមានបញ្ហាភ្លាមនៃការដកថយដូចគ្នាហើយកោនៅមានឡានយកដល់វិទ្យានឹងបានទេអត់ដាច់ទេតែលេផាត់ប្រេចាំជួយវាយទៀត My God បាទកោដាច់ ទាំង flow ទាំងអីចាប់បានបាទតែថាក្រោម5ទេមានទីមេរអត់ពីមកអាយ៉ាចាប់បងវាយយកដល់ជួយចាប់ជាប់2 hero 3 hero អត់មានទីមេវាយក៏អញអត់មានអីវាយ ទេលោកអើយតាន់ណាលោកអើយបាត់តែក3ហ្នឹង3នាក់នេះហ្នឹងហើយ Hello Etic Fredrin យកទៅបាយយ៉ាងណាមិញក៏ផ្លេចឡើងណានេះជាមួយនឹង Selka កញ្ចប់ MLBB ថ្មីជាមួយនឹងកញ្ចប់ប្រចាំសប្តាហ៍$1កន្លះទទួលបានពេជ្រតម្លៃរហូតដល់ទៅ56ពេជ្រក៏ដូចជាកញ្ចប់ប្រចាំខែតម្លៃ$6ទទួលបានពេជ្រតម្លៃរហូតដល់235ពេជ្រចាំការទៀតជាមួយនឹងកម្រង MLBB ផ្សំកម្រងបានពេជ្រ free យកតែម្ដងអីយ៉ាអត់ខ្វល់គាត់ឈួនទៅដើម្បីប្រគប់ stake គាត់បាទភ្លាមទៅជាមិនមានការវាយគ្នាដែរព្រោះសែមដែរភ្លាមបុកអត់បានបោះភ្លាមជួយដល់ Shadow ពីកាប់ទីក៏បោកកំយកតាមដល់ជួយការ teleport មកដាក់ថយភ្លាមអូយ teleport ជួយនឹងការជិតទៅទៀតបុកវាយយកតាមដល់ជួយនឹងការ retreat យកមកមិញ retreat ទៅពេចបុកវាយយកមកអត់ខ្វល់លឿនណានេះសោះនេះមិញហើយយ៉ាមប៊ូសាគាត់ចេញ slot ទីម៉ានហើយយ៉ាចេញ slot ទី 3 slot 3ណាមួយបើសិនយើងគិតទៅលើ hero ហ្មងជាមួយនឹងFredrin វាខ្លាំងអាពេលដែលវាឈាមខ្មៅច្រើនអាពេលវាពូហើយយើងអាច counter បានដែរតែអត់មានកន្លាវាយទេអត់មានកន្លាវាយវាពោកវាយយកទៅលើកណ្ដឹងសាព្រីធៀមមួយប៉ុន្តែគេ trade ទេជាមួយ trade យកបានអាយ៉ាយ៉ែមចាប់ដើមមានសាច់យ៉ែមមកលេងវិញណាយកបានធៀលយកបានសកាអត់ទៅធៀលយកមកវិញជាមួយនឹងការ trade វាយ4 hero យកតែម្ដងយ៉ែមនេះកុំឲ្យ live មានណាហ្នឹងហើយក ុំឲ្យ live មានអសោះ game នេះក៏ live សบายវាយដែរខ្ញុំត្រូយមើលអត់ស្រួលមែនទេអញ្ចឹង6នាទីបាទជាមួយនឹងការនាំមុខដូចជាមិននាំមុខអីទេជាមួយនឹង game ទី3នេះគឺស្មារតីគ្នាយកតែមែនតែជាមួយនឹង Slow Fan តែងាកមើលជាមួយ Total 2 ដងមកលើ Galaxy តែយើងដឹងហើយជាមួយនឹង Hayabusa ប្រភេទ Hero Assassin ទល់នឹង Fredrin ជា Fighter ទេចឹងយើងក៏លេងមើលល្បែងវាយយកទៅគួរបូមមកខាងក្រៅជាមួយការខាងទេបូកវាយវិញដូចគ្នាបានជាមួយការបាញ់អត់តែ free kill ដែរទេពីវិគីជាមួយការ kill បានយើង Cyber ក៏ Shadow វាយវិញ Shadow បាញ់ free លៀបវិគីយកបានឡាយមកទៀតយ៉ាងមិនដែរសមាជិករបស់ខាងទីលោទាំងអស់ប៊ីម៉ូធ្វើរឿងឲ្យជាមួយការបោកខៀសាស៊ូទៅហើយយ៉ាចង់ប្រេប្រំទៅខ្លួនដែរមិនក៏តាមនេះស្គីដែរថលមកអាយ៉ាឱកាសនៃការ comeback កប៊ី34សាដូបើមែនជួយការ teleport ឈាមមិនដែរបោកវាយដូចគ្នាមិនដែរសថលសិកជួបោកកំវាយយកដល់យកខេមមកវិញដូចគ្នាមិនដែរម៉ៃជី trade យកមកនោះអាក្រេស៊ូមើលអូមិញប៊ីបានទៅថតទៅ Galaxy ទៀតហ្នឹងហើយអាយយកាចរបស់គេយាយបាទ trade មិញចំណេញណាគេមិនឲ្យកាយគេហាញ់ញញមិញគាត់ហ៊ានណាបាទហើយមិញឈាមលោបាទឈាមលោទាំងអស់មិញបើសិនជាសាក់ស៊ូគាត់ធូរ down skill ទៅ2តន់ណាវាយដាច់ទាំង3ជុំ aggressive មែនណាបាទវាយដាច់ទាំង3យកតែមិញគាត់បដូរមិញមានអីបាត់បង់ជាមួយនឹងម្នាក់ប៉ុន្តែដាច់ជាមួយនឹងសាក់ស៊ូដែរបាទរៀងបន្ថយ speed farm របស់សាក់ស៊ូបានបន្តិចដែរបើយើងក៏លេខទៅមើលទៅសាក់ស៊ូលើស level របស់លេខ2 level ហើយណាតែមិញក៏មិនទៅសិលជាមិនទេបង Real time win បាទ53%សម្រាប់ Team Mate ក៏ដូចជា Galaxy Edition 47%បាទហ្គេមនេះផាផាគ្នាទេមើលឃើញទេបាទមើលឃើញទេតែហ្គេមនេះធម្មតាយើងដឹងហើយជាមួយដល់ប្រភេទ Hero Fredrin វាអាចតាន់ដែរចាប់ពី mid game ទៅ late mid to late បាទ mid to late រៀងតាន់ដែររៀងញ៉ៃដែរធួន skill ធួនអីញ៉ៃប៉ុន្តែយើងត្រូវដឹងថាហ្គេមមួយនេះជាមួយនឹង Hero របស់ខាង Galaxy គឺ Hero Viking Fight ដុំអត់មាន Hero Offlane ទេណាបាទអត់មាន Hero Offlane ទេតែគេមាន teleport ចាំចាប់វិញបាទណាមួយបច្ចុប្បន្នកាលបើយើងមើលទៅ Team Fight គឺអត់ទាន់ live ទាន់បានចូល Team Fight ណាហើយអាចធ្វើ live ឥឡូវ8នាទីជាងដូចជាចេញបាន2ហើយធំទេ Shadow អញយ៉ាងតិចទៀតពួយយក Starlium នេះ Starlium បាញ់ចុកណា True damage ដឹងស្រាប់អូយជាមួយនឹង Hero Edit នេះអានឹងពាក់ Starlium ឬក៏ពាក់ Slap ឬក៏ពាក់អីចឹងអូចាប់យ៉ាងជាប់ live អានឹងបញ្ញា3គ្រាប់បាទចូល What ជាមួយនឹងការ snap 3គ្រាប់យកមកអីយ៉ាteleport គេ teleport ទៅ clear lane យកប៉មលើអូយសាហាវគេអត់មាន hero offlane ទេតែគេមានជីចដាយន្តយកបាទហោះយកអត់មាន hero offlane ទេតែមាន teleport ហោះទៅយកបាទ
ចឹងឥឡូវមើល item អ្នកដែលមានគេបច្ចុប្បន្នជាមួយនឹង Wiki ហ្នឹងឯង 6600 លុយ 3 item បាត់ហើយ បាទ លើសគោទៅលើ live 1200 wow តែបាញ់ឈើណាបាញ់ឈើអាស៊ីហា3 item ទី3 មិញគាត់ចេញជាមួយនឹង Sky Pizzer ហើយមិញបាន kill ទៀតឥឡូវដឹងជាមិន stake 20អា kill ទៅបងបាទឥឡូវទៅមើល King Airy ដើរបើក map បើតិចលាវទៅពេលជួយឆាដល់មកវាយយកទៅដល់ជួយនឹងទី3លេនដល់សិជួជួយនឹងឡនលេនដល់ថយក្បិតបហានេះបោកវាយទៅលើ Cyber អត់ជួយ Flicker ពីការទិញបាញ់យកទៅដល់ពី Wiki បាញ់ free ពី Wiki ដល់បងគេយកទៅដល់ភ្លាមមិញអារៀបមិនមានបញ្ហានៅ mid lane មិញជាមួយនឹង Shadow ដេញបាញ់យកមកមក team fight មិញការលើកតែ500 goal ឥឡូវមក team fight 3 ចង់ទៅណាឯងចង់ទៅណាភ្លាមនៅខាងក្រៅបាត់បងជួយធាទូត្រេទៅខ្ញុំដែរខាងលើមិនទាន់មានអូទេភ្លាមវត្តមានរបស់ Lord ក៏ចេញខាងលើគេក៏អត់ស្គាល់បលី Lord ចោលអូនខាងក្រៅភ្លាម mid lane អានបាត់បងដូចគ្នាបងដែរជាមួយធាទូត្រេនៅ mid lane បាត់បងហើយមាននេះមកហើយនោះបងពីដល់ដាច់ទេធាទូនឹងដាច់រៀបថាមាន No 27 ចិត្ត3បាទមកកន្លះពីវិញភ្លាមអញផ្ទុះសៀលប៉ុន្តែរងចាំមាននេះមកវែវទៀតខាងលើ អូ free Lord បាទប៉ុន្តែសាក់ស្រួលកាក់ខាងក្រោមមកមួយអាចកាត់មីទៀតអញ្ចឹងខាងលើហ្នឹងប្រហែលជា turret ហ្នឹងអាចទុកបានបាទព្រោះ turret ខាងលើមាន shield បាទ turret ខាងលើមាន shield អាចសាក់ស្រួលកាត់ mid lane មួយទៀតតែទោះមិនក៏ដោយ Lord ហ្នឹង clear បានតែតោះបើស៊ី cap ធ្វើមករឿងតែខោក្រៅម៉ែបានខ្ញុំលៀបពុកវាយជួយនឹងការទូសៀលក្រាក់ទេពុកវាយដែរទេកទេតូននឹងកទេនោះទេប៉ុន្តែគេ bad នោះទេជួយនឹងការយកបំ free នៅខាងលើយកតែម្ដងបាទធ្វើមករឿងមិនឲ្យពុកបោះវាយទៅហើយបើបងវិធីបានគ្នាបងដែរជួយនឹង shot in down កាក់ទេវាយវិញជួយនឹងកទេទៀតអញមានបញ្ហាជួយនឹងការចាក់ខ្លួនពុកកោគ្នាក្បិតបាននេះមានបញ្ហាដូចគ្នាបងដែរបាត់បងលេងមកហើយជួយនឹងការ shut down double kill King Area អត់តឡាឆ្ងាយជាមួយការដេញវាយទៅលើ Shadow យកដល់ដល់មួយឡើសបោចេកបាយបាយរត់រួចយ៉ាជាមួយនឹង Cypher ធ្វើមករឿងហុចដងហុចផ្លែឲ្យ T-Mac ឱកាសនៃការ comeback នៅតែមានតែរៀងស្ដួយស្ដាងបន្តិចដូចគ្នាផងដែរដោយសារតែគេដាច់ឈីstream មកផ្លូវដូចគ្នាផងដែរតែបច្ចុប្បន្នពីការនាំមុខ 75k goal ធ្លាក់មកសឹមតែ 2k 8តែប៉ុណ្ណោះបាទធ្វើឲ្យ game នេះអាចនិយាយថាធ្វើឲ្យ game នេះ delay ទៅ1នាទីឬ2នាទីទៀតនេះគេហៅថាមាន shot ដល់ហៅបន្តិចណាមិនរៀងថប់ខកមកណានិគមគេឥឡូវរៀងរើបន្តិចដែរអូ Sky Pizzer 25 សម25ទេបាទstake ដល់4ហើយ62បាច់2ដងហ៎បងបាទតែ400ច្រើនបាទ2នាទី stake ទៅហ្នឹងក្រែល500ហីថាចូល500ហីបាទជំរឿយ៉ាងមិនដែរហ្គេមហ្នឹងស្ងាត់ម៉ែមកវិញដូចគ្នាតែកុំប្រហែលតែប្រហែលដាច់ប៉ម៉ាហ្គេមមានលូឌី teleport ណាតែសយអីឡត់ចេញលើឡត់ចេញលើបាទឡត់ចេញលើណានេះតែសារថាសាក់ស្រូវគាត់មើល flow តន់ណាមើលឡត់ចេញហ៎តែពេលចឹងគាត់តែកាក់clear lane ណាមីនី Holy Crystal ក៏បានចូលខ្លួនទៅលើ line ដែរចឹងដូចមករបស់ Hard Red ក៏ចាប់ផ្ដើមមានច្រើនដែរបាទទោះជាគាត់បាច់3ក៏ពិតមែនប៉ុន្តែឥឡូវបើយើងក៏លេចទៅមើល hero ដែលចូលទៅដល់គាត់ក៏ពិបាកចូលមកដល់ line ដែរណាបាទរៀង Lord Spawn អត់តន់តាឆ្ងាយជាមួយនឹងការ teleport បាយឃើញមែនឃើញទៅហើយ teleport ឲ្យឃើញហ្វាស់ឡតហ្នឹងហើយចាំមើលហ្វាស់ហ្នឹងហើយទេទៀតមកវាយយកតែបងលៀបបើសិនជាចេញ map មកគេវាយមនុស្សហ្នឹងហើយហ៊ានចូលឬមិនចូលជាមួយនឹងសមាជិករបស់ Team Mac តែហ៊ានចូលគេវាយមនុស្សតែបើមិនចូលទេអាចនឹងធ្ងន់កសាក់ទូចេញ map យ៉ាងមិនដែរគេប៉ះឡតហើយលៀបចាប់ពងចូលមកដល់ម្ដងជួយការខែកទេបុកវាយលៀបឡតសិកជួយនេះបងជួយគ្នានេះដូចមកដល់ជួយការ Shadow គេកាពូកោផ្លែចង់ទៅលើ CK បងជួយ CK ខាងក្រោយ Shadow បងអាទីវាយវិញដូចគ្នាមកដែរតែមាននៅខាងក្រោយមិនតន់ clear អត់នោះទេលៀបមានការដេញវាយបុកវាយជាមួយដល់2ម៉ូយកដល់បាញ់ព្រីជួយលេង2ម៉ូបងដូចគ្នាមកដល់ជាមួយដល់2ម៉ូShot ដល់សាក់ស៊ូក៏ដូចជា line ដូចគ្នាវាយព្រមនៅ mid lane មានលៀននៅសល់មានលៀនចេញរងចាំជាមួយរបស់ Lord ចេញមកដូចគ្នាមកដែរពីកន្លែងនេះចាត់រៀបរៀងគ្នាមានលៀនចង់វាយតែយកដែរទេប៉ុន្តែដូចជាអែមិនទាន់ចេញទេអាយ៉ាចាក់ទេវាយតែយកប៉ុន្តែអត់មានទាំង Cypher និង King Area ការតន់ពេលវេលាដូចគ្នាផងដែរតែ3ផ្លូវអាចនឹងបាត់បង់ចាំមើលជាមួយនឹង Lord ក៏មិនទាន់មកដល់ដែរអាចនឹង all in កន្លែង Lord ទៅអត់ទេ
ចាំតបឡតអត់ទៅចូលទេបាទបើសិនចង់អេនតតឡតចូលលៀបមីនៀននៅខាងក្រៅអត់តឃ្លៀអស់ប៉មអញដាច់ដូចគ្នាមិនដាច់ប៉មនៅខាងក្រៅជាមួយ TC អាយ៉ាឃ្លៀមីនៀនអត់ដូចគ្នាមិនដែរឡតក៏មិនតឃ្លៀពីសមាជិករបស់ខាងទីមមែកដូចគ្នាមិនដែរព្រេតកំជើងព្រួតជាមួយនឹងឡាយអស់ជាមួយនឹងកតេឡើយអត់មានទៀតលបកំវាយដែរទេជាមួយនឹងការបោកវាយដល់ឡតឃ្លៀបានអត់ឡតឃ្លៀបានមកហើយអត់ទៅចូលទេមួយមកវិញទៅគ្នាបាញ់ព្រីលើកគ្នានេះព្រមតែភ្លាមជាមួយនឹងមីនៀននៅមីឡែនភ្លាមពីម៉ូ บอกออดได้เจ้ ទៅនិយាយហ្នឹងទៅចូលឡាបានអីយ៉ាសៃហ្វឺធ្វើមួយរឿងទៀតណាជាមួយការបោកចេញបោកផែលឡំយកទៅជាមួយការបោកវាយមីនេះវាយទៀតមីនេះវាយទៀត បាន My God ឱកាសនៃការ comeback ពី Team Mac អាចនឹង comeback តនពេលវេលាដែរឬមួយក៏យ៉ាងណាបុកមេត ចូល បុកមេតតនអត់ អត់ទេតន មកពេលខែនអាចតនណាបើសិនជាមានមកដល់មានមកដល់ចាំមើល Let's see អាចនឹងតន អត់តនទេដក5វិហ្នឹង បាទអេធីងអីនេះ អត់ដាច់ទេ អញអេរី10ស្កែនមីនៀនកាត់ Let's see អាចតនគេការតន អូអាចเอาអីក្រាកតេវាយយកតាមដល់ជាមួយក្រាតេស៊ីខេក្រាតេបោកវាយជាមួយការវាយចា What a game 5G ជាមួយនឹងការកប់មកវិញ Team Mac